ផ្ញើសំឡេងនៅអនាគតសម្រាប់យុវជនខ្មែរទាំងអស់គ្នាអោកូនខ្មែរប្រុសស្រីទូទាំងផែនដីក្នុងថ្ងៃនេះជាថ្ងៃយើងត្រូវក្រោកឈរឡើងរួមជាក្នុងមួយយើងរួមឆន្ទៈរួមលើកស្ទួយដំណក់ឈាមខ្មែរតែមួយត្រូវរួមជួយលើកដំកើងជាខ្មែររំខ្មែរខ្លាំងសាមគ្គីខ្មែរឈ្នះខ្មែរយើងអាចរួមដោយគ្មានគេបានខ្មែរអាចផលិតបង្កើតបានក្រុមយ៉ាងអាណាចក្រខ្មែរដ៏រុងរឿងសួស្តីមកដល់កម្ពុជាអរគុណខ្មែរអើយចូលអ្នកចងចាំរាប់រយពាន់ឆ្នាំខ្មែរយើងរឹងមាំបពាបរងដូនតាផ្ដាយផ្ដាំខ្មែររួមខ្មែរខ្លាំងរាឡើងចែងចាំងក្នុងលោកកាដល់ពេលដែលយើងត្រូវក្រោកឈររួមគ្នាប្រមងដឹកនាំតបមន្ត្រីកូនខ្មែរប្រជាតស៊ូមួយជាមួយគ្នាយើងរួមបដិញ្ញាការពារជាតិយើងសំឡេងតែមួយដែលយើងត្រូវការសំឡេងបញ្ញាការពារទឹកដីចន្ទទាំងលើស្ទួយមិត្តភូមិថ្លាថ្លៃឬខ្មែរប្រុសស្រីត្រូវក្រោកឈរឡើងសំឡេងយើងស្រ័យការពារសន្តិភាពប្រឆាំងដាច់ខាតនៃការបំពេញយកច្បាប់ជាគោលមិនបដូរសង្គ្រាមបំភ្លេចបំផ្លាញអាយុជីវិតមនសិការគ្រឹះការពារជាតិឆាន់ទាំងរួមជាតិកុំជាកម្លាំងសម្រួយសមត្ថភាពមកជាតិយើងខ្លាំងខ្មែរយើងប្រឹងតតាំងប្រឆាំងសត្រូវខ្មែររួមគ្នាឡើងជាតិកើងទៅមុខខ្មែររួមសង្គមខ្មែរសាមគ្គីគ្នាខ្មែររួមកម្លាំងការពាររាជាកសាងខេមរៈទៅអនាគតសំឡេងនៃអនាគតចាប់ពីពេលនេះតទៅកូនខ្មែររួមគ្នាយើងត្រូវពេលហេងការផលិតផលរបស់គេហើយចងចាំមិនមែនមួយថ្ងៃមួយខែមួយឆ្នាំគឺចាប់ចងចាំពេលហេងការជានិច្ចនិរន្តរ៍កូនខ្មែរប្រុសស្រីទូទាំងផែនដីក្នុងថ្ងៃនេះជាថ្ងៃយើងត្រូវក្រោកឈរឡើងរួមជាក្នុងមួយយើងរួមឆន្ទៈរួមលើកស្ទួយដំណក់ឈាមខ្មែរតែមួយត្រូវរួមជួយលើកដំកើងជាតិខ្មែររួមខ្មែរខ្លាំងសាមគ្គីខ្មែរឈ្នះខ្មែរយើងអាចរួមដោយគ្មានគេបានខ្មែរអាចផលិតបង្កើតបានក្រុមយ៉ាងអាណាចក្រខ្មែរដ៏រុងរឿងសួស្តីមកដល់កម្ពុជាជ័យយោប្រជាជាតិកម្ពុជាជ័យយោអរគុណសន្តិភាពអរគុណច្រើនបងប្អូនអរគុណដល់សិល្បករសិល្បករនេះដែលបានសម្ដែងយ៉ាងពិសេសមែនទែននៅក្នុងរាត្រីដ៏សំខាន់ក្នុងថ្ងៃនេះដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជានិងសហការគាំទ្រដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅក្នុងគណៈនេះបងប្អូនរបស់យើងដែលមានទូរស័ព្ទដៃតិចទៀតត្រៀមថតរូបទុកជាអនុស្សាវរីយ៍ជាមួយសិល្បករសិល្បករនេះរបស់យើងហើយសូមគោរពអញ្ជើញសិល្បករសិល្បករនេះដែលនៅក្រៅឆាកសូមអញ្ជើញមកខាងមុខឆាកដើម្បីថតរូបជុំគ្នាខ្ញុំបាទមានកិត្តិយសសូមការអនុញ្ញាតគោរពអញ្ជើញវត្តមានដ៏មានតម្លៃពីសំណាក់អេដាមហ៊ឺវិរិយបាទតំណាងអេដាមហ៊ុនម៉ាណីអបយុរដ្ឋមន្ត្រីជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានផ្ដល់កិត្តិយសឡើងមកកាន់វេទិកាដើម្បីផ្ដិតយករូបភាពជាមួយនឹងសិល្បករសិល្បករនេះខ្ញុំបាទសូមគោរពអញ្ជើញវត្តមានអាដាមទឹកថៃបរិទ្ធសូមបន្តផ្ដល់កិត្តិយសបាទផ្ដិតយករូបភាព
បាទនៅចំកណ្ដាលវេទិកាដើម្បីបន្ទុកជាអនុស្សាវរីយ៍អរគុណចំពោះអាយដាមហឺបរៈបាទសូមបិតាផ្ដល់កិត្តិយសបាទសូមអញ្ជើញនៅក្នុងថ្ងៃនេះបាទសមិទ្ធផលធំដែលកើតឡើងពីសំណាក់បាទអាយដាមគណៈបតីនេះហើយដែលធ្វើឲ្យបងប្អូនយើងជក់ចិត្តដិតអារម្មណ៍ជាពិសេសគឺបានទស្សនីយភាពមួយដ៏មានតម្លៃនិងជាសារដ៏សំខាន់ជាទីបំផុតបាទសម្រាប់ប្រជាជនកម្ពុជាខ្មែររួមខ្មែរខ្លាំងខ្មែរដែលឈ្នះអស់មួយជីវិតបាទសូមការអនុញ្ញាតព្រឹត្តយករូបភាពទុកជាអនុស្សាវរីយ៍ហើយជាចុងបញ្ចប់នៅក្នុងកម្មវិធីនេះយើងខ្ញុំទាំងអស់គ្នាទាំង4រូបជាពិធីករពិធីករនីសូមបួងសួងដល់ទេវតាឆ្នាំថ្មីព្រះបរិញ្ញាមរក្សាទេវីបាទសូមប្រោះព្រំសពសាទៅការពរជ័យជូនទៅកាន់ឋានៈដឹកនាំគ្រប់ដាប់ជាន់ឋានៈបាទជូនទៅកាន់ក្រុមឧស្សាហ៍សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងសម្ដេចកតិប្រិយបណ្ឌិតបុរនីហ៊ុនសែនបាទសូមប្រោះព្រំសពសាទៅការពរជ័យជូនទៅកាន់បុត្រាបុត្រីចៅប្រុសចៅស្រីបាទជាពិសេសគឺសូមប្រោះព្រំសពសាទៅការពរជ័យជូនទៅកាន់បាទសម្ដេចមហារដ្ឋសភាធិបតីខួនសុតារីប្រធានរដ្ឋសភានៃប្រជាជាតិកម្ពុជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជាព្រមទាំងបាទលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីសូមថ្លែងអំណរគុណជូនចំពោះបាទឯកឧត្តមប្រធានហ៊ុនម៉ាណីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានិងសូមអរគុណនិងគោរពជូនពរទៅដល់លោកជំទាវហ៊ុនម៉ាណាព្រមទាំងឯកឧត្តមឌីវិជាដែលបានឧបត្ថម្ភការផ្សាយដើម្បីចូលរួមផ្សព្វផ្សាយវប្បធម៌នៅក្នុងថ្ងៃដ៏សំខាន់សូមជូនពរបងប្អូនធ្វើដំណើរទៅវិញប្រកបដោយសុខសុវត្ថិភាពសូមទេវតាឆ្នាំថ្មីប្រោះព្រំផ្សព្វផ្សាយតការពរជ័យជូនទៅកាន់បងប្អូនប្រជាជនកម្ពុជាទាំងក្នុងនិងក្រៅប្រទេសសូមមានសំណាងល្អសុខភាពល្អและធ្វើដំណើរទៅមុខប្រកបដោយសុវត្ថិភាពខណៈនេះយើងខ្ញុំប្រកក្រុមការងារផ្សាយផ្ទាល់សូមអរគុណសូមគោរពលា